ប៉ុន្តែខ្ញុំកំពុងរៀនថ្នាក់ដឹកនាំខ្ញុំទៅរៀនមកដល់ផ្ទះវិញហើយម៉ោង7ម៉ោង8ខ្ញុំដេកខ្ញុំលឺទៅមន់ខ្ញុំស្រែកខ្ញុំចាំមន់ខ្ញុំចូលចិនចាំអាសត្វធានក្នុងផ្ទះកប៉ាមន់អញ្ចឹងខ្ញុំលឺមន់ខ្ញុំស្រែកខ្ញុំមុតទៅឡើយវងមន់ខ្ញុំទុកទូរស័ព្ទចោលហើយជប់ខ្ញុំអត់បានយកភ្លើងទៅទៀតខ្ញុំឆ្ងល់ស្អីមន់ខ្ញុំចេះស្រែកខ្ញុំលូកក្នុងវងមន់ទម្លាប់មន់ចុះមន់ប្រកាច់ងាប់ភ្លាមហើយខ្ញុំឆ្ងល់ថៃបានមន់ខ្ញុំកាច់វងមន់មែនអីខ្ញុំលូកទៅពោះចឹកដៃខ្ញុំប៉ប់ឡើងលួយពោះវិញត្បោកបាទដល់ហើយពេលចឹងទៅប្រពន្ធខ្ញុំឆ្លាយកទៅពេលទីកៅទៅពេលទីកៅទៅដល់ហោមទៅពោះវារត់ដល់ទ្រូងចុកទ្រូងអស់ពីចុងទ្រូងឈឺពងកខ្ញុំច្រោះទៅមាត់ស្វាច់មកសុឈាមបាទពោះរត់ដល់ពងកពោះវែងដំបូកខ្មែរយើងហៅពោះវែងដំបូកបាន2ថ្ងៃអត់តាន់បាននឹងពេទ្យបញ្ជូនខ្ញុំមកផ្ទះវិញដល់មកផ្ទះវិញខ្ញុំដេកអត់បាយអត់ទឹកមកទឹកចុកទើភ្លឺខ្ញុំយំទាំងយប់យំថ្ងៃវាចុកពេកដៃខ្ញុំចាប់ដល់លួយជ្រុះសាច់នៅពេលស្អុយហ្មងទៅគ្រូឆ្ងាយហើយទៅដល់គ្រូគេថាគេឈប់មើលហើយគេឈប់មើលជំងឺហ្នឹងអញ្ចឹងប្រពន្ធខ្ញុំត្រឡប់មកវិញតែគាត់ដេកពិបាកចិត្តឡងមកយប់ទៀតគាត់ទៅគ្រូមួយទៀតគេថាគ្រូនោះបកកែទៅដល់គ្រូហ្នឹងគេថាគ្រូហ្នឹងងាប់បាត់ហើយបាទដល់ងាប់បាត់ប្រពន្ធខ្ញុំក៏ត្រឡប់មកវិញគាត់ថាជាប៉ាហួរឥឡូវយើងមានអធិដ្ឋានទៅព្រះអង្គសូមឲ្យគាត់ស្វែងរកគ្រូឲ្យជួបដល់គាត់អធិដ្ឋានយំហ្នឹងព្រលឹមឡើងគាត់ទៅចេញទៅជួបគ្រូមួយទៀតទៅដល់គ្រូនោះអត់មើលគេថាគេឈប់មើលហើយព្រោះពីមុនធ្លាប់មើលអាងើពោះចឹកហ្នឹងចេតែចេឲ្យអត់ឲ្យទំនើបគេអញ្ចឹងគេឈប់មើលខ្លាចដល់អាអ្នកពីមុនគាត់អធិដ្ឋានសូមឲ្យគ្រូនោះទុនចិត្តមើលប្តីខ្ញុំដល់ទៅទៀតគ្រូហ្នឹងសួរថាអ្នកជំងឺនឹងឈ្មោះអីដល់ប្រពន្ធខ្ញុំប្រាប់ថាឈ្មោះជាប្រុសអញ្ចឹងគាត់ទៅរត់យកមកប្រពន្ធខ្ញុំមកដល់ផ្ទះអធិដ្ឋានទៀតអធិដ្ឋានដល់ដេកអធិដ្ឋានទៅអង្គុយឡើងដល់ធូដេកមកយប់ទៀតបានគ្រូទេសួរថាម៉េចហើយប្រពន្ធខ្ញុំប្រាប់ថាប្តីខ្ញុំដេកលោកថាអញ្ចឹងជាគ្រូអដែរបាទខ្ញុំដល់អញ្ចឹងខ្ញុំអរគុណព្រះអង្គមែនទែនគុំព្រះអង្គធ្វើការអស្ចារ្យមួយខ្ញុំបែបចប់ហើយពេលដែលពោះខាំខ្ញុំពិបាកខ្ញុំសុំព្រះអង្គឲ្យព្រះអង្គដកខ្ញុំទៅមកចង់នៅទេព្រោះនៅពិបាកដល់មកត្រឡប់មកធូវិញខ្ញុំដូចតាក្នុងខ្លួនអមែនទែនព្រះអង្គទុកឲ្យនៅបម្រើព្រះអង្គទៀតឲ្យខ្ញុំបាទដោយជំនឿខ្ញុំនៅពេលគេបៀតបៀនជាអំពីជាបៃខ្ញុំនៅតែមានជំនឿរឹងមាំដោយថាខ្ញុំបានរស់មានជីវិតឡើងវិញដោយថាព្រះអង្គធ្វើការអស្ចារ្យមួយខ្ញុំ2ដងអ្នកគ្រូក៏មិនខ្ញុំឆ្ងាយពីព្រះអង្គបាត់ហើយយើងចង់ឆ្ងាយព្រះអង្គនឹកឃើញអាចំណុចពីមុនយើងធ្លាប់ពិបាកវេទនាព្រះអង្គធ្វើការអស្ចារ្យមួយយើងត្រឡប់មកព្រះអង្គវិញបាទអញ្ចឹង